nhưng mà dương nghiệm mà mơ nó còn department accountingវិញចឹងដើម្បី go green បានទីមួយគឺកាត់បន្ថយការប្រើប្រាស់ invoice ពី invoice กระดาษឬក៏ invoice ដៃហ្នឹងទៅជា e-invoice ដើម្បីកាត់បន្ថយការប្រើប្រាស់กระดาษទាំងអស់គ្នាហើយមួយទៀតហ្នឹងគឺប្រើប្រាស់ system ក្នុងការ approve ឬក៏ review ទៅដើម្បីកុំឲ្យទីមួយចំណេញពេលទីពីរកុំឲ្យយើងប្រើกระดาษយើង print យើងអីដើម្បីមេគាត់មើលអញ្ចឹងណាហើយមួយទៀតគឺកាត់បន្ថយការប្រើប្រាស់ report ឬក៏អាចថាយើងធ្វើជាกระดาษក្នុងការប្រើ report គឺយើងកាត់បន្ថយដូចគ្នាយើងអាចប្រើជា cloud base ឬក៏អាចថា report system មួយទីមួយចំណេញពេលទីពីរចំណេញទាំងกระดาษហើយនិងថវិកាដូចគ្នាហើយ minimize យើងកាត់បន្ថយទៅយើងអាចកាត់បន្ថយតាមណាទៅបានទៅលើការ approval process ឬក៏ឲ្យមេគាត់ check ទៅលើការងារមុននឹងសម្រាប់អីមួយអញ្ចឹងណាយើងកាត់បន្ថយការប្រើกระดาษច្រើនឬក៏ minimize process ហ្នឹងឲ្យវាកាន់តែខ្លីតាមអាចធ្វើទៅបានអញ្ចឹងចំណុចបន្ទាប់ទៀតតើអាចថាអ្វីដែលជា result ឬក៏ benefit បន្ទាប់ពីការអនុវត្តប្រមាណចំណុចខាងលើហ្នឹងទីមួយគឺ low energy តាក់ទងជាមួយនឹងការប្រើប្រាស់នៅអាចថាភ្លើងឬក៏អគ្គិសនីអីតិចយើង saving cost បានយើងអាចសំចៃបានច្រើនមួយទៀតហ្នឹងគឺកាត់បន្ថយនៅ human error ការ error ពីខាង human ទៅហើយនឹងងាយស្រួលក្នុងការមើលឬក៏គាត់ចង់មើល report ឬក៏អាចថាគាត់ review report ភ្លាមៗហ្នឹងឬក៏ការធ្វើ audit អីគឺងាយស្រួលលឿនដោយសារតែយើង convert វាពីអាចថាពីกระดาษមកជា system ឬក៏នៅក្នុង system ស្រាប់អញ្ចឹងគាត់អាចចូល review មួយផ្លែតគឺបានឃើញមកមិនត្រូវការចាំពេលយូរទេអញ្ចឹងណាអូខេអញ្ចឹងចំណុចបន្ទាប់តើ purpose នៃការធ្វើអញ្ចឹងគឺដើម្បីអីទីមួយនោះគឺតើតើមួយនឹងការ comply ជាមួយនឹងregulatory compliance គឺត្រូវតែធ្វើតាម compliance ហើយគោលដៅនៃការធ្វើវាក៏យើងចង់សំចៃសម្រាប់ក្រុមហ៊ុនដូចគ្នាហើយមួយទៀតនោះគឺយើង support ទៅលើខាង digital financial report ឬក៏ transform ការផ្លាស់ប្ដូរពី manual ទៅជា automation ឬក៏អាចថា digital report វិញដើម្បីងាយស្រួលទាំងអស់គ្នាហើយ process លឿនការងារលឿនដូចគ្នាហើយអ្វីទៅដែលជារបាំងឬក៏ជា challenge ក្នុងការ convert ពី manual មក automation ឬក៏ក្នុងការផ្លាស់ប្ដូរពីការប្រើប្រាស់กระดาษទាំងអស់ហ្នឹងមកជា digital នោះគឺទីមួយគឺ initial system investment ឬក៏ការ invest ទៅលើ system ហ្នឹងគឺត្រូវការចាយលុយច្រើនជាក់ស្ដែងពិតប្រាកដវាត្រូវចាយច្រើនទៅលើ system មួយហើយប៉ុន្តែយើងបានមកវិញក្នុងរូបភាពមួយគឺការងារយើង effective ហើយនឹងលឿនជាងមុនហើយរឿងមួយទៀតនោះគឺ cyber security risk ហានិភ័យទៅលើខាង cyber security ដោយសារតែយើងប្រើវានៅក្នុង digital ទាំងអស់យើងទុកក្នុង cloud ឬយើងទុកក្នុង system អញ្ចឹងហានិភ័យជាមួយនឹងប្រព័ន្ធ security ហ្នឹងតាមកុំព្យូទ័រតាម system ហ្នឹងក៏មានដែរអញ្ចឹងអានឹងវាជាអាចថាជា barrier ឬក៏ជា challenge មួយសម្រាប់ការ convert ដូចគ្នាបើយើងងាកមកមើលក្នុង department ឬក៏នយោបាយករបស់ human resource ឬ HR អាចថាធនធានមនុស្សវិញគឺដើម្បី go green បានគឺកាត់បន្ថយក្នុងការជំនួបឬក៏សម្ភាសទល់មុខទៅជាសម្ភាសនៅតាម online ឬក៏ហៅ online interview វិញដោយសារតែវានឹងចំណាយ cost ហើយនឹងអាចថាពេលវេលាដូចគ្នានឹងសំចៃហើយមួយទៀតកាត់បន្ថយការប្រើប្រាស់กระดาษក្នុងការធ្វើ record ក៏ដូចជាអាចថា contract ផ្សេងៗយើង convert វាទៅជា digital record ឬក៏ digital contract វិញទៅយើងអាចប្រើជា system ដោយសារឡើយដូចជាគេមានខាង system HRS ក្នុងការ control នៅព័ត៌មានក៏ដូចជាទិន្នន័យរបស់ HR ដូចគ្នាហើយមួយទៀតconvert ពី face to face training ការ training ទល់មុខទៅជា e-learning system training គេមាន system ក្នុងការfocus ទៅលើការ training ហ្មងហើយក៏ងាយស្រួលដូចគ្នាក្នុងការធ្វើ survey ឬក៏អាចថា assessment ផ្សេងៗទៅលើ competency ឬក៏សមត្ថភាពរបស់បុគ្គលិកដូចគ្នាមិនចាំបាច់ប្រើกระดาษឬក៏ពេលវេលាយូរទេអញ្ចឹងបើយើងងាកទៅមើល result ឬក៏ benefit អាចថាជាលទ្ធផលឬក៏ផលចំណេញនៅពេលយើងអនុវត្តបែបហ្នឹងទីមួយគឺកាត់បន្ថយ carbon footprint គឺកាត់បន្ថយការធ្វើដំណើរដោយសារតែពេលគាត់ធ្វើសម្ភាសនៅសាខាឬក៏សម្ភាសនៅទីតាំងផ្សេងក្រៅពី head office គឺគាត់ត្រូវការចំណាយពេលក្នុងការធ្វើដំណើរទី1ហើយទី2គឺការធ្វើដំណើរយើងតែងតែប្រើប្រាស់ប្រេងប្រើប្រាស់ដូចគ្នាហើយមួយទៀតគឺ saving cost គឺចំណាយលុយតិចឬក៏អាច
យើងថាយើងសំចៃហ្មងដោយសារតែបើយើងងាកមកការប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងការសម្ភាសឬក៏អាចថា interview នៅក្នុងអនឡាញវិញដូចជាមិនចាំបាច់ជួបគ្នាផ្ទាល់ទេយើងអាចទល់មុខគ្នាយើងនិយាយបាននៅទីតាំងកន្លែងណាដែលយើងនៅផ្ទាល់គាត់ទៅការបាក់យាកាមួយដែលស្ងប់ស្ងាត់តែប៉ុណ្្នឹងឯងហើយមួយទៀតគឺ improve ទៅលើ productivity និង life work balance ដោយសារតែការធ្វើបែបហ្នឹងធ្វើឲ្យគាត់មានពេលគ្រប់គ្រាន់ក្នុងការរៀបចំជីវិតការងារគាត់ពេលវេលាសម្រាប់ខ្លួនឯងនិងពេលវេលាសម្រាប់ការងារដោយសារតែគាត់សំចៃពេលវេលាបានច្រើនអញ្ចឹងគាត់អាចមានពេលសម្រាប់ខ្លួនឯងបានច្រើនដូចគ្នាប៉ុន្តែមិនមែនន័យថាគាត់យកមកធ្វើការទៅអីផ្សេងគាត់ថាគាត់មិនត្រូវឬក៏គាត់មិនចាំបាច់ក្នុងការធ្វើការលើសម៉ោងដែលវាអាចទៅប៉ះពាល់ទៅដល់នឹងពេលវេលាផ្ទាល់ខ្លួនរបស់គាត់អូខេអញ្ចឹងបើយើងងាកមកមើលពី purpose វិញទីមួយគឺដើម្បី flexible work culture ធ្វើឲ្យវប្បធម៌នៅក្នុង organization ឬក៏ការធ្វើការនៅក្នុង organization ហ្នឹងមានភាពបត់បែនដោយសារតែយើងកាត់បន្ថយការប្រើប្រាស់กระดาษមកប្រើប្រាស់ digital អញ្ចឹងទៅនឹងមានភាពផ្លាស់ប្ដូរលឿនហើយទី2ហ្នឹងគឺ improvement ទៅលើ effective and efficiency work របស់បុគ្គលិកធ្វើឲ្យវាដែលធ្វើមានថាយើងធ្វើរឿងដែលត្រឹមត្រូវធ្វើរឿងដែលត្រូវធ្វើដូចគ្នាហើយកាត់បន្ថយពេលវេលាហើយសន្សំចៃទៅលើថវិកាហើយបើយើងងាកទៅមើលចំណុចមួយទៀតគឺតកតងជាមួយនឹង barrier ឬក៏ការ challenge ទីមួយគឺ resistant to change មានថាការផ្លាស់ប្ដូរនឹងមានច្រើនដោយសារតែអីដោយសារតែងាយស្រួលការផ្លាស់ប្ដូរអញ្ចឹងប្រកាសថាការផ្លាស់ប្ដូរនឹងមានច្រើនអញ្ចឹងមនុស្សតែ flexible មែនតើហើយមួយទៀតហ្នឹងគឺ data privacy និង security concern មានថានៅពេលដែលគាត់មាន system HR មួយអញ្ចឹង privacy data ហ្នឹងពេលខ្លះទៅក៏នៅមានហានិភ័យដែរអាចនឹងខាងក្រៅគាត់លុកចូលបានឬក៏នៅក្នុងស្ថានភាពណាមួយដែលតកតងជាមួយនឹង security ហើយហ្នឹងក៏ជាការព្រួយបារម្ភមួយដែរដោយសារតែបច្ចុប្បន្នdigital គឺឬក៏អាចថា security ហ្នឹងគឺមានបញ្ហាច្រើនប៉ុន្តែក៏មិនមែនបញ្ហាច្រើនថាយើងមិនអាចគ្រប់គ្រងបានដែរនៅតែគ្រប់គ្រងបានអញ្ចឹងបើសិនជាយើងរើស vendor មួយដែលត្រឹមត្រូវអញ្ចឹងទៅអញ្ចឹងចូលមក conclusion វិញដើម្បី implement នៅ green innovation នៅក្នុង 4 department ដែលយើងបានលើកឡើងក៏ដូចជានៅក្នុង contact organization insurance ដែលបានយើងលើកឧទាហរណ៍ពីដើមមកហ្នឹងគឺមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់នៅកណ្ដាលហើយលើកពីនឹងទៀតយើងគឺព្យាយាមកាត់បន្ថយឬក៏អាចកាត់បន្ថយវាតាមដែលធ្វើទៅបានហ្នឹងគឺទីមួយគឺ energy consumption ក៏ដូចជា travel cost ឬក៏អាចថា cost saving ទៅលើ environmental sustainability ឬក៏អាចថា waste អីជាដើមគឺយើងជួយសន្សំចៃបានច្រើនក៏ដូចជាកាត់បន្ថយការប្រើប្រាស់ element ទាំងអស់ហ្នឹងបានច្រើនដើម្បីជួយទៅដល់ពិភពលោកឬក៏អាចថាវាគឺជា way មួយក្នុងការ transform ក្នុងការវិវត្តខ្លួនទៅជាគេហៅថា green innovation នៅក្នុង business អូខេអញ្ចឹងពីក្រុមខ្ញុំមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នា